សូមជម្រាបសួរដល់លោកអ្នកបងប្អូនសាជាថ្មីនៅសប្តាហ៍នេះបន្តទៅទៀតលោកអ្នកបងប្អូនយើងនឹងសិក្សាព្រះគម្ពីរម៉ាកុសជំពូក11នៅសប្តាហ៍នេះបញ្ចប់ដែលយើងចាប់ដើមសិក្សាបន្តទៅទៀតគឺនៅគម្ពីរម៉ាកុសជំពូក11ពីខ27ដល់ខ33សប្តាហ៍មុនយើងបានសិក្សានៅម៉ាកុសនេះជំពូក11ខ1ដល់ខ26ហើយលោកអ្នកដែលបងប្អូនដែលមានព្រះគម្ពីរសូមផ្ទៀងស្ដាប់ជាមួយនឹងខ្ញុំនៅម៉ាកុសជំពូក11ខ27ទៅនោះក៏មកដល់ក្រុងយេរូសាឡឹមម្ដងទៀតរួចកាលទ្រង់កំពុងតែយាងក្នុងព្រះវិហារនោះពួកសង្គ្រាចពួកអាចារ្យនិងពួកចាស់ទុំគេមកឯទ្រង់តើគេមកធ្វើអីទេលោកអ្នកបងប្អូនខ28ហើយទូលសួរថាអ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វីតើអ្នកណាបានបើកអំណាចនេះឲ្យអ្នកធ្វើគេសួរទៅព្រះយេស៊ូវអញ្ចឹងតែព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថាខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្តីមួយដែរចូលឆ្លើយប្រាប់ខ្ញុំសិននោះខ្ញុំនឹងប្រាប់ឲ្យអ្នកស្គាល់អំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរខ30ឯបុណ្យជំមុចរបស់យ៉ូហានមកតើមកពីឋានសួគ៌ឬពីមនុស្សជប់ឆ្លើយប្រាប់មកនោះគេរិះគិតគ្នាថាបើយើងថាមកពីឋានសួគ៌នោះវានឹងសួរយើងថាដូច្នេះហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿគាត់តែបើយើងឆ្លើយថាមកពីមនុស្សនោះខ្លាចពួកបណ្ដាជួនត្បិតមនុស្សទាំងអស់រាប់យ៉ូហាននេះទុកជាហោរាមែនខ33គេក៏ទូលឆ្លើយថាយើងមិនដឹងទេហើយទ្រង់មានបន្ទូលឆ្លើយថាដូច្នេះខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹងពីអំណាចអ្វីដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរលោកអ្នកបងប្អូនឥឡូវនេះមុននឹងសិក្សាព្រះបន្ទូលរបស់ព្រះអង្គសូមអធិដ្ឋានជាមួយនឹងខ្ញុំសិនបិតាដ៏ជាព្រះគុណអរព្រះគុណដល់ព្រះអង្គនៅសប្តាហ៍នេះបន្តទៀតដែលកូនម្នាក់មានឱកាសដើម្បីសិក្សាព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរម៉ាកុសជំពូក11ខ27ដល់ខ33សូមព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់បានដឹកនាំបានបំភ្លឺដើម្បីឲ្យទូបង្គំយើងខ្ញុំម្នាក់អាចយល់នៅបំណងប្រតិរបស់ព្រះអង្គដែលមានបន្ទូលមកកាន់ចិត្តកូនម្នាក់ហើយសូមឲ្យកូនបានដឹងថាតើទ្រង់ចង់មានបន្ទូលបង្រៀនអ្វីខ្លះដល់ទូបង្គំនៅសប្តាហ៍នេះហើយសូមព្រះអង្គដ៏ជាព្រះបានដឹកនាំសូមប្រទានពរនៅក្នុងការសិក្សាព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះប្រយោជន៍ឲ្យទូបង្គំយើងខ្ញុំអាចនឹងទទួលយកព្រះបន្ទូលរបស់ព្រះអង្គបង្កើតផលផ្លែម្នាក់បានជា30ម្នាក់បានជា60និងម្នាក់បានជា100ថ្វាយដល់ទ្រង់ព្រះបិតាគុណសូមទ្រង់ក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសំណួរដ៏សំខាន់ដែលពួកអ្នកដឹកនាំសាសនាយូដាដែលមានពួកអាចារ្យពួកផារ៉ាស៊ីពួកសង្គ្រាចនិងពួកចាស់ទុំគេមកសួរដល់ព្រះយេស៊ូវនៅសំណួរមួយដ៏សំខាន់គេសួរទៅឲ្យព្រះយេស៊ូវថាតើអ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វីតើអ្នកណាបើកអំណាចនេះឲ្យព្រះយេស៊ូវធ្វើសំណួរនេះជាសំណួរសំខាន់ដែលខ្ញុំដាក់ចំណងជើងឲ្យអត្ថបទត្រង់នេះថាព្រះយេស៊ូវធ្វើការទាំងនេះដោយអាងអំណាចអ្វីលោកអ្នកបងប្អូនហើយមុននឹងចូលទៅដល់ចំណុចសំខាន់ដែលខ្ញុំនឹងចែកចាយដល់លោកអ្នកបងប្អូននៅសប្តាហ៍នេះសំណួរដែលគេសួរនោះជាសំណួរមួយដ៏សំខាន់ប៉ុន្តែមិនមែនជាសំណួរដែលគេចង់ដឹងពិតប្រាកដទេជាសំណួរដែលគេដាក់អន្ទាក់ចាប់ព្រះយេស៊ូវដើម្បីចោទប្រកាន់ដល់ព្រះអង្គឲ្យមានទោសសំណួរដែលគេសួរមានគោលបំណងមួយដើម្បីដាក់អន្ទាក់ចាប់ព្រះអង្គគឺចាប់កំហុសព្រះអង្គទោះបីព្រះអង្គឆ្លើយយ៉ាងម៉េចពួកគេបានគិតរួចទៅហើយឆ្លើយយ៉ាងម៉េចក៏ត្រូវតែមានកំហុសដែរបើឆ្លើយថាព្រះអង្គធ្វើកិច្ចការទាំងនេះអាងអំណាចរបស់មនុស្សណាម្នាក់បើអាងអំណាចរបស់
ស្ដេចហេរ៉ូតគឺបណ្ដាជួនវងមនុស្សគេនឹងលែងទុកចិត្តព្រះអង្គព្រោះមិនមែនធ្វើកិច្ចការទាំងអស់នេះដោយអានអំណាចមកពីឋានសួគ៌ឬមកពីព្រះយ៉ាងម៉េចបើអាងអំណាចរបស់ស្ដេចសេសាអូគូសដែលជាអ្នកដឹកនាំមួយរូបរបស់ចក្រភពរ៉ូមយ៉ាងម៉េចគឺក៏បានប្រជាប្រិយភាពដែលធ្វើឲ្យបណ្ដាជនលែងទុកចិត្តដល់ព្រះយេស៊ូវដែរបើបានអំណាចពីសម្ដេចគណៈសង្ឃនៅក្នុងសាសនាយូដានៅសម័យនោះយ៉ាងម៉េចក៏បញ្ហាដែរគេសួរថាអ្នកណាបើកអំណាចឲ្យពួកគេដឹងថាអត់មានអ្នកណាបើកអំណាចឲ្យព្រះយេស៊ូវទេព្រះយេស៊ូវធ្វើកិច្ចការទាំងអស់នេះដោយអាងអំណាចអ្វីអាងអំណាចមកពីមនុស្សហ៎បើមនុស្សនាំឲ្យព្រះអង្គបាត់ប្រជាប្រិយភាពលែងឲ្យគេទុកចិត្តដល់ព្រះអង្គព្រោះធ្វើការដោយក្រោមអំណាចរបស់មនុស្សណាម្នាក់តែបើសិនជាព្រះអង្គឆ្លើយសំណួរថាខ្ញុំធ្វើកិច្ចការទាំងអស់នេះគឺមកពីអំណាចនៃឋានសួគ៌ឬមកអំពីព្រះគេនឹងចោទព្រះអង្គថាព្រះអង្គកំពុងតែប្រមាថដល់ព្រះជាម្ចាស់ហើយព្រះអង្គកំពុងតែតាំងខ្លួនឯងដូចជាព្រះហើយពួកគេអត់ជឿថាព្រះយេស៊ូវនេះឯងគឺជាព្រះមេស៊ីឬជាព្រះគ្រីស្ទទេហើយគេនឹងចាប់ប្រកាន់ព្រះអង្គហើយអាចនឹងគប់ដុំថ្មសម្លាប់ព្រះអង្គប៉ុន្តែលោកអ្នកបងប្អូនហើយព្រះយេស៊ូវបានលើកសំណួរមួយសួរទៅពួកគេថាបើគេឆ្លើយរួចបើគេឆ្លើយបានព្រះអង្គនឹងប្រាប់អំពីអំណាចដែលព្រះអង្គធ្វើការទាំងនេះដល់ពួកគេដែរប៉ុន្តែយ៉ាងម៉េចគេអត់ឆ្លើយគេឆ្លើយថាមិនដឹងមិនមែនថាគេអត់ឆ្លើយគេឆ្លើយដែរតែគេឆ្លើយមិនដឹងហេតុអីបានគេឆ្លើយថាមិនដឹងពីព្រោះព្រះយេស៊ូវព្រះអង្គបានសួរសំណួរទៅពួកគេថាតើយ៉ូហានបាប់ទីសយ៉ាងម៉េចតើយ៉ូហានបាប់ទីសលោកធ្វើកិច្ចការទាំងអស់របស់លោកនោះតើមកពីឋានសួគ៌ឬមកពីមនុស្សព្រះអង្គប្រាប់ថាឲ្យប្រាប់មកប៉ុន្តែពួកគេបានរិះគិតគ្នាបានពិភាក្សាគ្នាថាបើសិនតែយើងឆ្លើយថាយ៉ូហាននេះមកពីឋានសួគ៌ធ្វើកិច្ចការរបស់លោកទាំងបានមកពីឋានសួគ៌ព្រះយេស៊ូវនឹងសួរពួកគេទៅវិញថាហេតុអ្វីបានជាអ្នកមិនជឿដល់លោកយ៉ូហានដែលប្រាប់បានប្រកាសនៅឯទន្លេយ៉ូដានដល់វងមនុស្សជាច្រើនដល់ទាំងពួកលោកដែរនោះដែលពួកលោកចូលរួមហេតុអ្វីបានជាមិនជឿលោកយ៉ូហានប្រាប់ថាព្រះយេស៊ូវនេះឯងគឺជាកូនឈាមនៃព្រះយេស៊ូវនេះឯងជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតហើយព្រះយេស៊ូវនេះឯងដែលយាងមកក្រោយព្រះអង្គតែត្រឡប់ជាមុនលោកយ៉ូហានវិញពីព្រោះលោកបានប្រាប់ថាព្រះយេស៊ូវនេះឯងគង់នៅមុនលោកយ៉ូហានបាទីសព្រោះព្រះអង្គនេះឯងជាព្រះរាជបុត្រានៃព្រះដែលគង់នៅជាមួយព្រះតាំងពីដើមដំបូងបំផុតនៃពិភពលោកតាំងពីអកលរហូតដល់អកាលជានិច្ចនោះឯងហើយព្រះអង្គនេះឯងលោកយ៉ូហានបាននិយាយប្រាប់ថាទ្រង់មិនស័ក្តិសមធ្វើជាអ្នកបម្រើដែលស្រាយខ្សែស្បែកជើងឲ្យព្រះយេស៊ូវផងហើយលោកបានប្រកាសដល់បណ្ដាជនថាយ៉ាងម៉េចលោកប្រកាសឲ្យបណ្ដាជនបានប្រែចិត្តហើយជំមុជមនុស្សដោយតាត់តែព្រះអង្គដែលជាងមកក្រោយលោកនេះឯងគឺព្រះយេស៊ូវនេះឯងនឹងជំមុជពួកគេដោយភ្លើងនៃព្រះវិញ្ញាណបរិសុទ្ធលោកអ្នកបងប្អូននេះជាអ្វីដែលគេពិភាក្សាគ្នាថាហេតុអ្វីបានមិនជឿដល់លោកយ៉ូហានដែលប្រកាសពីព្រះយេស៊ូវនេះឯងបើពួកគេនិយាយថាមកពីមនុស្សខ្លាចបណ្ដាជួនគេគប់ពួកលោកនឹងដុំថ្មសម្លាប់ដោយព្រោះមនុស្សទាំងអស់ដែលនៅឈរនៅពេលមកបុណ្យរំលងមកចូលរួមពិធីបុណ្យរំលងនៅក្រុងយេរូសាឡិមហ្នឹងគេទទួលស្គាល់ថាយ៉ូហានបាទីសនេះជាហោរារបស់ផងព្រះពិតប្រាកដមែនពីព្រោះលោកបានបង្ហាញជីវិតនិងលក្ខណៈរបស់លោកនៅក្នុងបទកាពីយ៉ូហានចំពុក 1 ថា
លោកអ្នកបងប្អូនហើយចឹងព្រះយេស៊ូវក៏មិនបានប្រាប់ទៅដល់ពួកគេថាដូច្នេះខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹងពីអំណាចអ្វីដែលខ្ញុំមានដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរដូច្នេះលោកអ្នកបងប្អូនតើព្រះយេស៊ូវធ្វើកិច្ចការទាំងអស់នេះដោយអាងអំណាចអ្វីតើព្រះអង្គធ្វើកិច្ចការទាំងអស់នេះតើកិច្ចការអ្វីខ្លះដែលធ្វើឲ្យពួកអ្នកដឹកនាំសាសយូដានេះឯងបានដាក់សំណួរនេះថាអ្នកធ្វើការទាំងនេះដោយអាងអំណាចអ្វីតើអ្នកណាបើកសិទ្ធបើកច្បាប់ឲ្យអ្នកធ្វើចំណុចសំខាន់ទី1ព្រះយេស៊ូវធ្វើការទាំងនេះមិនបានអាងអំណាចអ្វីនោះទេខ27ដល់ខ28ព្រះយេស៊ូវមិនបានអាងអំណាចអ្វីនោះទេលោកអ្នកបងប្អូនហើយធម្មតាមនុស្សសពថ្ងៃនៅពេលដែលគេបានធ្វើការអស្ចារ្យអ្វីមួយនៅពេលដែលគេធ្វើការរឹតបារមីនៅពេលដែលគេបង្រៀនដល់បណ្ដាមនុស្សយ៉ាងម៉េចគេនឹងទទួលសិទ្ធិអំណាចពីនរណាម្នាក់គេទទួលសិទ្ធិអំណាចពីអ្វីមួយដែលមានឫទ្ធិបារមីដែលមានចេស្តាហាក់ដែលទទួលបានច្បាប់ណាដែលឲ្យគេធ្វើនៅក្នុងបទគម្ពីរម៉ាកុសដែលយើងបានសិក្សារួចហើយបើយើងពិនិត្យមើលតើព្រះយេស៊ូវអាងអំណាចអ្វីនៅក្នុងការដែលព្រះអង្គធ្វើកិច្ចការទាំងអស់នេះកិច្ចការទាំងនេះគឺជាកិច្ចការដែលព្រះអង្គបង្រៀនប្រាប់បន្ទូលរបស់ព្រះអង្គដែលជាសេចក្តីពិតដែលព្រះអង្គបានប្រកាសសេចក្តីពិតដល់បណ្ដាមនុស្សឲ្យមនុស្សបានស្គាល់អំពីនគរព្រះឲ្យមនុស្សបានយល់អំពីសេចក្តីពិតដែលមាននៅក្នុងជីវិតរបស់មនុស្សឲ្យមនុស្សបានស្គាល់អំពើបាបឲ្យមនុស្សបានស្គាល់អរិយសតាំងឲ្យមនុស្សបានស្គាល់ដឹងអំពីសេចក្តីសង្គ្រោះលោកអ្នកបងប្អូនមិនត្រឹមតែប៉ុណ្ណោះព្រះអង្គបានប្រោះជាបាលជំងឺគ្រប់ប្រភេទឲ្យបានជាដែលនាំឲ្យព្រះនាមរបស់ព្រះអង្គបានល្បីល្បាញសុសសាយល្បីល្បាញរន្ទឺហើយព្រះអង្គយ៉ាងម៉េចទៀតព្រះអង្គបានពេលនេះបាននាំឲ្យបណ្ដាជួនបានដឹងបានឮបានស្គាល់ថាព្រះអង្គនេះឯងជាស្ដេចលើអស់ទាំងស្ដេចជាស្ដេចដែលត្រូវយាងមកគង់លើខ្នងសត្វលាតដែលសម្រេចបទគម្ពីរសាការីចំពុក9ខ9នោះឯងគេគិតថាអាងអំណាចអីដែលនាំបណ្ដាជួនបះបោនោះឯងផ្អើលទឹកផ្អើលដីភ្លុកទឹកភ្លុកដីនោះឯងហើយមិនត្រឹមតែប៉ុណ្ណោះតើអ្នកបានច្បាប់មកពីណាហើយបានអំណាចអ្វីដែលហ៊ានដេញអ្នកលក់ដូរនៅក្នុងព្រះវិហារដែលអ្នកហ៊ានដេញផ្កាប់ទុកជើងម៉ារបស់អ្នកដូរប្រាក់និងតុករបស់អ្នកលក់ព្រីបតើអ្នកអាងអំណាចទាំងនេះមកពីណាអាងអំណាចនេះទាំងនេះអាងអំណាចអ្វីតើអ្នកណាបើកសិទ្ធឲ្យអ្នកធ្វើលោកអ្នកបងប្អូនហើយនៅពេលដែលព្រះអង្គបានធ្វើកិច្ចការទាំងអស់នេះទាំងការប្រកាសប្រាប់បន្ទូលរបស់ព្រះអង្គប្រកាសពីនគរព្រះប្រកាសអំពីសេចក្តីពិតហើយបានប្រោះជំងឺគ្រប់ប្រភេទឲ្យបានជាដោយអំណាចបច្ចេស្តាជំងឺណាក៏បានជាដែរហើយព្រះអង្គបានបង្ហាញថាទ្រង់មានសិទ្ធិដេញពួកអ្នកដែលលក់ដូរនៅក្នុងព្រះវិហារហើយដេញទាំងអ្នកដែលដូរប្រាក់និងលក់ព្រាបហើយមិនឲ្យអ្នកណាលីសែងអ្វីកាត់ក្នុងព្រះវិហារទេពីព្រោះព្រះអង្គបានប្រកាសថាព្រះវិហារដែលជាដំណាក់របស់ផងព្រះគឺជាទីអធិដ្ឋានសម្រាប់ចូលគ្រប់ទាំងសាសដើម្បីចូលទៅចំពោះព្រះវត្តមានរបស់ព្រះអង្គថ្វាយបង្គំព្រះជាម្ចាស់ប៉ុន្តែអ្នករាល់គ្នាបែរជាធ្វើឲ្យរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់អ្នករាល់គ្នាបែរជាយក
ដំណាក់របស់ផងព្រះធ្វើជាសម្បុកចោលព្រះអង្គបានលើកការទាំងអស់នេះនៅក្នុងបទគម្ពីរយេរេមៀហើយនឹងបទគម្ពីរអេសាយថាពួកគេយកដំណាក់របស់ព្រះអង្គជាសម្បុកចោលលោកអ្នកបងប្អូនគេមកថ្វាយបង្គំព្រះគឺយ៉ាងម៉េចគេដើរតាមសាសនាដែលយកសាសនាដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនគេអនុញ្ញាតឲ្យអ្នកលក់ដូរអ្នកលក់សត្វព្រាបធ្វើអ្វីដែលมันបានលើកដំកើងព្រះជាម្ចាស់ដែលมันបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់ដែលมันបាននាំឲ្យសត្វដទៃបានចូលទៅចំពោះព្រះវត្តមានរបស់ព្រះក្នុងការអធិដ្ឋានដើម្បីថ្វាយបង្គំគេហ៊ានធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបានកម្រៃចូលទៅក្នុងហោប៉ៅរបស់ពួកគេដើម្បីឲ្យពួកគេបានបន្តមានមុខមានមាត់រស់នៅថ្កុំថ្កើងនៅក្នុងសាសនានេះសំដៅទៅលើពួកសង្គ្រាចពួកអាចារ្យនិងពួកចាស់ទុំដែលជាអ្នកដឹកនាំសាសនាដល់បណ្ដាជួនសាសយូដានៅសម័យនោះលោកអ្នកបងប្អូនហើយព្រះយេស៊ូវព្រះអង្គធ្វើការទាំងនេះមិនបានអាងអំណាចអ្វីនោះទេនៅពេលដែលព្រះអង្គបានធ្វើកិច្ចការទាំងអស់នេះសូម្បីតែបងប្អូនរបស់ព្រះអង្គគឺគិតថាព្រះអង្គបានវង្វេងស្មារតីហើយព្រះអង្គប្រហែលជាវិកលចរិតហើយនៅម៉ាកុសចំពុក3ពីខ7ដល់ខ30បានបង្ហាញប្រាប់គេបានបង្ហាញប្រាប់យើងទាំងអស់គ្នាបានដឹងថាសូម្បីតែបងប្អូនរបស់ព្រះអង្គក៏បានចោទប្រកាន់ព្រះអង្គថាព្រះអង្គវង្វេងស្មារតីហេតុអ្វីបានជាព្រះអង្គដើរទៅប្រកាសប្រាប់បន្ទូលរបស់ព្រះអង្គហើយប្រោះជំងឺផ្សេងហើយហ៊ាននិយាយការពិតហ៊ានប្រឆាំងនឹងអ្នកដែលធ្វើអំពើបាបទោះប្រឆាំងនឹងបញ្ញត្តិរបស់ផងព្រះទោះប្រឆាំងនឹងបញ្ញត្តិរបស់លោកម៉ូសេអ្នកណាដែលមិនគោរពច្បាប់របស់លោកម៉ូសេអ្នកណាដែលមិនធ្វើតាមបញ្ញត្តិរបស់ផងព្រះយេស៊ូវបានបង្ហាញសេចក្តីពិតនោះហើយបានតបប្រឆាំងដល់ពួកគេហើយគ្រួសាររបស់ព្រះអង្គហើយគិតថាព្រះអង្គមកវិញស្មារតីហើយពីព្រោះគេអាចនឹងចាប់ព្រះអង្គហើយអាចនឹងធ្វើការប៉ះពាល់ទៅដល់គ្រួសាររបស់ព្រះអង្គទៅទៀតព្រោះមនុស្សគេមានអំណាចអ្នកដឹកនាំសាសនាគេមានអំណាចនៅក្នុងការបញ្ជានៅក្នុងការស្នើសុំឲ្យអ្នកគ្រប់គ្រងទាំងស្ដេចហេរ៉ូតទាំងទីហេរ៉ូមចាប់ព្រះអង្គបានចាប់គ្រួសារព្រះអង្គបានអញ្ចឹងបានគេគិតថាព្រះយេស៊ូវវង្វេងស្មារតីហើយពួកអ្នកដឹកនាំសាសនានៅពេលដែលព្រះយេស៊ូវបានប្រោះជំងឺព្យាបាលជំងឺគ្រប់ប្រភេទអ្នកណាដែលមកឲ្យព្រះអង្គប្រោះឲ្យបានជាហើយព្រះអង្គដេញអារក្សឲ្យបានចេញប៉ុន្តែពួកគេបាននិយាយថាព្រះអង្គធ្វើកិច្ចការទាំងអស់នោះហើយដេញអារក្សនេះដោយសារតែមេអារក្សចូលព្រះអង្គគឺបេលសេប៊ូលមិនបានអំណាចពីណាទេគឺបានអំណាចមកពីអារក្សបានរឹតបារមីនឹងមកពីអារក្សលោកអ្នកបងប្អូនព្រះយេស៊ូវមិនបានធ្វើកិច្ចការនៅក្នុងការបង្រៀនដែលពេញដោយអំណាចធ្វើការរឹតបារមីដោយប្រោះជំងឺគ្រប់ប្រភេទឲ្យបានជាដោយអំណាចបច្ចេស្តារបស់ព្រះអង្គហើយបានប្រសិទ្ធអំណាចរបស់ព្រះអង្គដេញពួកអ្នកដែលមកថ្វាយបង្គំមកលក់ដូរនៅក្នុងព្រះវិហារនេះឲ្យបានចេញដើម្បីកុំឲ្យធ្វើអ្វីដែលនាំឲ្យព្រះជាម្ចាស់មិនសពដតីដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គទាំងសាសដតីទាំងសាសយូដាមកថ្វាយបង្គំព្រះដោយលើកដំកើងព្រះអង្គដែលថ្វាយសិរីល្អដល់ព្រះអង្គដែលចូលទៅចំពោះព្រះអង្គដោយចិត្តបរិសុទ្ធមិននាំឲ្យភាពស្មោកគ្រោកដែលពេញដោយការបោកបន្លំបោកប្រាស់ដោយគិតតែភាពចំណេញចូលមកក្នុងខ្លួនខាងអាសាឈាម
ព្រះអង្គមានសិទ្ធិដើម្បីញែកពួកគេបានបរិសុទ្ធហើយដើម្បីបង្រៀនពួកគេលោកអ្នកបងប្អូនព្រះអង្គមិនបានទទួលអំណាចពីអរុគអរិយអ្នកតាអរិយសតាំងបេលសេប៊ូលមេអរិយឬក៏រិទ្ធបារមីពីអ្នកណាម្នាក់នោះទេប៉ុន្តែយើងបានដឹងថាតើព្រះអង្គបានទទួលសិទ្ធិពីណាមកបានច្បាប់ពីណាមកដែលធ្វើការទាំងអស់នេះចំណុចទី2ព្រះយេស៊ូវធ្វើការទាំងនេះមិនបានអាងអំណាចពីមនុស្សណាម្នាក់នោះឡើយខ29ដល់ខ32ដែលពួកអ្នកដឹកនាំសាសនាយូដាគេបានសួរថាតើអ្នកធ្វើការទាំងនេះអាងអំណាចពីណាអ្នកណាបើកអំណាចឲ្យហើយព្រះយេស៊ូវបានសួរសំណួរទៅវិញថាខ្ញុំសួរសំណួរមួយដែរថាតើលោកយូហានបាទីតើធ្វើការទាំងនេះបានអំណាចពីឋានសួគ៌ឬបានអំណាចមកពីមនុស្សតែពួកគេឆ្លើយថាមិនដឹងលោកអ្នកបងប្អូនហើយបើសិនជាព្រះយេស៊ូវបានទទួលសិទ្ធិអំណាចពីមនុស្សគឺព្រះអង្គធ្វើអ្វីៗគឺមានកំណត់មានដែនព្រំដែនរបស់ព្រះអង្គហើយពេលខ្លះព្រះអង្គមិនអាចនឹងធ្វើអ្វីទាស់ប្រឆាំងនឹងសេចក្តីស្មោកគ្រោកទាស់ប្រឆាំងនឹងអំពើបាបអំពើទុច្ចរិតនោះទេពួកព្រះអង្គខ្លាចអំណាចរបស់អ្នកណាម្នាក់បើសិនជានរណាម្នាក់មានអំណាចដល់ព្រះអង្គហើយបើកសិទ្ធឲ្យព្រះអង្គគឺត្រូវធ្វើតាមបញ្ជារបស់អ្នកនោះធ្វើតាមការណែនាំរបស់អ្នកនោះបើសិនជាអ្នកនោះឧទាហរណ៍ដូចជាស្ដេចហេរ៉ូតឬក៏សេសាអូគូបើសិនជាស្ដេចទាំងនោះបញ្ជាឲ្យព្រះអង្គធ្វើការល្អមិនអីទេតែបើសិនជាពួកទាំងអស់នោះបញ្ជាឲ្យព្រះអង្គធ្វើការអាក្រក់សទៅជាខ្មៅខ្មៅទៅជាសបើមិនធ្វើតាមត្រូវទទួលទោសព្រះអង្គអត់អាចនឹងមានសេរីភាពគ្រប់គ្រាន់ទេប៉ុន្តែលោកអ្នកបងប្អូនតែព្រះយេស៊ូវធ្វើកិច្ចការទាំងអស់នោះដោយអាងអំណាចពីមនុស្សណាម្នាក់ឬយ៉ាងម៉េចថាព្រះអង្គអត់បានធ្វើកិច្ចការទាំងនោះទាំងការប្រកាសព្រះបន្ទូលទាំងធ្វើការរឹតបារមីគ្រប់វិជ្ជាស្នាដល់មនុស្សគ្រប់ប្រភេទដែលមានជំងឺទាំងអរិយចូលផងដែរទាំងមនុស្សដែលស្លាប់ព្រះអង្គប្រោះឲ្យរស់ឡើងវិញហើយទាំងដេញពួកអ្នកដែលមកឯដំណាក់របស់ផងព្រះដែលមិនសមរម្យដែលមិនបានថ្វាយភាពបរិសុទ្ធដល់ព្រះជាម្ចាស់ដែលនាំមកតែនៅភាពច្បោកច្បល់អញេអញ្ញៃរស់ស៊ីនៅក្នុងសាសនាព្រះអង្គមិនឲ្យធ្វើដូច្នោះគឺព្រះអង្គមិនបានអានអំណាចរបស់អ្នកណាឬក៏អ្នកណាបើកអំណាចនោះឲ្យព្រះអង្គធ្វើដែរដូចជាលោកយូហានបាទីសលោកអ្នកបងប្អូនយូហានបាទីសបណ្ដាជួនអ៊ីស្រាអែលឬក៏ពួកប្រជាជនយូដាទាំងអស់គេទទួលស្គាល់ថាយូហានបាទីសនេះគឺមកធ្វើការទាំងអស់របស់លោកគឺមកពីឋានសួគ៌គឺមកពីព្រះជាម្ចាស់មិនមែនមកពីមនុស្សនោះទេលោកជាហោរារបស់ផងព្រះដ៏អស្ចារ្យម្នាក់ហេតុអ្វីទេបើសិក្សានៅក្នុងបទគម្ពីរយ៉ូហានចំពុក1មកបានបង្ហាញប្រាប់ថាលោកយូហានបាទីសនេះឯងគឺយ៉ាងម៉េចលោកនៅពេលដែលលោកបានដឹងក្តីលោកបានទៅរស់នៅឯទីរហោឋានចាក់ចេញពីគ្រួសារទៅរស់នៅឯទីរហោឋានដើម្បីមានពេលវេលាសិក្សាស្វែងយល់អំពីព្រះដើម្បីនឹងលះកាត់ចិត្តហើយរស់នៅក្នុងជីវិតមួយដែលទុកចិត្តដល់ព្រះជាម្ចាស់ហើយធ្វើតាមផែនការរបស់ព្រះជាម្ចាស់យូហានបាទីសនេះឯងគឺជាបុគ្គលម្នាក់ដែលព្រះយេស៊ូវឲ្យតម្លៃថាមនុស្សដែលកើតចេញពីស្ត្រីមកមនុស្សប្រុសដែលកើតចេញពីស្ត្រីមកអ្នកនេះឯងគឺជាអ្នកធំម្នាក់ដែលជាទូតរបស់ផងព្រះដែលសម្រេចនៅក្នុងបទគម្ពីរម៉ាឡាគីថានឹងមានសំឡេង
មនុស្សអ្នកនៅទីរហោឋានគឺជាទូតរបស់ព្រះអង្គដែលស្រែកប្រកាសឲ្យបណ្ដាជួនទាំងអស់បានប្រែចិត្តហើយយ៉ាងម៉េចមកទទួលស្គាល់ព្រះយេស៊ូវជាព្រះមេស៊ីជាព្រះអង្គសង្គ្រោះនេះឯងលោកគឺជាទូតរបស់ព្រះអង្គលោកគឺជាហោរាដ៏អស្ចារ្យរបស់ផងព្រះលោករស់នៅតែក្នុងព្រៃគ្មានផ្ទះសំបែងល្អនោះទេលោកអ្នកបងប្អូនគ្មានភាពហឺហានោះទេសម្លៀកបំពាក់របស់លោកគឺជាសម្លៀកបំពាក់ដែលធ្វើពីរោមស្បែកសត្វដែលមានខ្សែក្រវ៉ាត់ស្បែកនៅចង្កេះផងបង្ហាញថាលោកគឺជាមនុស្សម្នាក់ដែលមានជីវភាពក្រីក្រមនុស្សសាមញ្ញហើយក្រីក្រអាហាររបស់លោកមិនមែនជាអាហារដែលហូបសាច់គោដែលហូបសាច់ជ្រូកដែលជាអាហារឆ្ងាញ់អាហារល្អនៅក្នុងភោជនីយដ្ឋាននៅហាងណាមួយនោះទេអាហារប្រចាំថ្ងៃរបស់លោកយ៉ូហានបាទីសលោកអ្នកបងប្អូនដឹងទេគឺមានតែកណ្ដូបព្រៃដែលយកមកអាំងហើយជាលក់នឹងទឹកឃ្មុំជាអាហារតែប៉ុណ្ណោះហើយដល់ពេលវេលាលោកបានសម្រេចតាមអំណងព្រះអតីតព្រះលោកបានចេញមកពីទីរហោឋានហើយមកឯទន្លេយ៉ូដានដើម្បីប្រកាសឲ្យបណ្ដាជនបានដឹងពីសេចក្តីពិតហើយឲ្យបណ្ដាជនបានប្រែចិត្តដើម្បីមករកព្រះយេស៊ូវនៅពេលដែលលោកបានឃើញព្រះយេស៊ូវមកឯលោកនោះលោកបានបង្ហាញបណ្ដាជនថានោះណូជាកូនជៀមនៃព្រះនោះណូជាព្រះមេស៊ីនឹងឯងដែលព្រះអង្គបានយាងមកក្រោយលោកខែឯសាច់ឈាមតែព្រះអង្គម្ចាស់យេស៊ូវនឹងត្រឡប់ជាមុនលោកហេតុអ្វីពីព្រោះលោកបាននិយាយដោយសេចក្តីជំនឿលោកបាននិយាយដោយព្រះវិញ្ញាណបណ្ដាលដោយព្រោះព្រះយេស៊ូវបានគង់នៅមុនលោកទៅទៀតព្រះយេស៊ូវនេះឯងជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតព្រះយេស៊ូវនេះឯងមានអំណាចជាងលោកឆ្ងាយណាស់ព្រោះព្រះអង្គជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតជាព្រះមេស៊ីជាព្រះអង្គសង្គ្រោះដែលពួកសាសយូដារងចាំនិងមនុស្សដទៃទៀតរងចាំទាំងសាសដទៃនឹងឯងលោកអ្នកបងប្អូនប៉ុន្តែបណ្ដាជួនបានទទួលស្គាល់ហើយបានប្រែចិត្តហើយបានជំនួយទឹកជាមួយនឹងលោកនៅពេលនៅទន្លេយ៉ូដានលោកអ្នកបងប្អូនព្រះយេស៊ូវព្រះអង្គបានបង្ហាញពួកគេថាហេតុអ្វីបានអ្នកមិនជឿលោកយ៉ូហានបាទីសបើអ្នកទទួលស្គាល់យ៉ូហានបាទីសមកពីព្រះឬមកពីឋានសួគ៌អ្នកក៏បានជឿដល់ព្រះយេស៊ូវនេះឯងថាជាព្រះមេស៊ីជាព្រះគ្រីស្ទហើយជាព្រះដែលមានអំណាចជាធំជាងយ៉ូហានបាទីសដែលជាហោរារបស់ផងព្រះដ៏អស្ចារ្យផងដែរព្រះអង្គធ្វើកិច្ចការទាំងអស់នេះមិនមែនអាងអំណាចអ្វីមួយមកពីអរិយមកពីអ្នកណាសន្ធិដ្ឋលើព្រះអង្គនោះទេក៏មិនបានពឹងអាងអំណាចរបស់មនុស្សណាម្នាក់នៅសម័យនោះដែរចុះតើព្រះអង្គធ្វើកិច្ចការទាំងអស់នោះគឺហ៊ានប្រកាសសេចក្តីពិតដល់មនុស្សពីកន្លែងមួយទៅកន្លែងមួយហើយប្រោះជំងឺអ្នកណាដែលមកឲ្យព្រះអង្គដែលនាំអ្នកជំងឺគ្រប់ប្រភេទគឺឲ្យបានជាបូកទាំងវិញ្ញាណអារក្សចូលដល់មនុស្សណាឲ្យតែមកព្រះអង្គបានដេញវាចេញតើព្រះអង្គអាងអំណាចនេះដោយព្រោះអាងអំណាចពីណាមកចំណុចសំខាន់ទី3ព្រះយេស៊ូវធ្វើការទាំងនេះដោយអាងអំណាចទ្រង់ជាព្រះអង្គម្ចាស់ខ33យើងមើលឃើញថាខ33បានចែងថាគេក៏ទូលឆ្លើយថាគឺពួកសង្គ្រាចពួកអាចារ្យនិងពួកចាស់ទុំនឹងបានសួរឆ្លើយថាយើងមិនដឹងទេដូច្នេះខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹងពីអំណាចអ្វីដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរលោកអ្នកបងប្អូនព្រះអង្គមិនប្រាប់ទៅដល់ពួកអ្នកដែលមិនស្មោះត្រង់គេដឹងពីចម្លើយតែគេមិនប្រាប់ថាមិនដឹងគេប្រាប់ថាមិនដឹងអង្គចង់តែឲ្យគេបានដឹងពីអំណាចរបស់ព្រះអង្គពោះមុនហ្នឹង
ខ1ដល់ខ10 26ព្រះអង្គបានបង្ហាញឲ្យគេបានដឹងថាព្រះអង្គគឺជាស្ដេចលើអស់ទាំងស្ដេចដែលសម្រេចនៅក្នុងបទទំនាយដែលយាងមកចូលក្រុងយេរូសាឡិមដែលជិះលើក្នុងសត្វលាបង្ហាញថាព្រះអង្គគឺជាស្ដេចហើយព្រះអង្គបានចូលទៅក្នុងព្រះវិហារបង្ហាញអំពីព្រះអង្គគឺជាព្រះអង្គម្ចាស់ណាជាព្រះប៉ុន្តែគេនៅតែសួរហើយសួរទៀតព្រះអង្គប្រាប់ថាព្រះអង្គមិនប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីអំណាចដែលព្រះអង្គធ្វើការទាំងនេះទេតាមពិតព្រះអង្គទ្រង់ធ្វើកិច្ចការទាំងអស់នេះដោយព្រោះទ្រង់ជាព្រះអង្គម្ចាស់បើព្រះអង្គមិនជាព្រះអង្គម្ចាស់ព្រះអង្គគ្មានអំណាចណាដែលដឹងរឿងរ៉ាវទាំងអស់នោះទេព្រះអង្គក៏គ្មានអំណាចណាដើម្បីប្រោះជំងឺគ្រប់ប្រភេទឲ្យបានជាដោយមិនបាច់ប្រើថ្នាំដែរលើដឹកតើទេទ្រង់ជាដឹកតើគ្រូពេទ្យដ៏ឧត្តមមិនបាច់ប្រើថ្នាំទេគ្រូពេទ្យរបស់ព្រះអង្គព្រះអង្គអាចព្យាបាលជំងឺគ្រប់ប្រភេទហើយដេញអារក្សដោយមិនចាំបាច់មានវិញ្ញាណដូនតាអ្នកណាសន្តិដ្ឋលើព្រះអង្គដែលល្បីល្បាញនោះទេព្រះអង្គប្រសិទ្ធអំណាចព្រះអង្គជាព្រះព្រះអង្គដេញពួកអ្នកដែលកាន់សាសនាដែលអនុញ្ញាតឲ្យជួនជាតិយូដាឬក៏អ្នកណាផ្សេងទៀតធ្វើអ្វីដែលមិនត្រឹមត្រូវតាមប្រតិព្រះជាម្ចាស់ព្រះអង្គមានសិទ្ធិដើម្បីកុំឲ្យគេបន្តរស់នៅក្នុងជីវិតមួយដែលមិនបានស្គាល់សេចក្តីពិតដែលមិនបានរស់នៅថ្វាយសិរីល្អដល់ព្រះជាម្ចាស់ដែលមិនបានលើកដំកើងព្រះជាម្ចាស់គ្រាន់តែជាអ្នកកាន់សាសនាសម្បកខាងក្រៅព្រះអង្គជ្រាបដឹងច្បាស់ណាស់ដឹងទាំងក្នុងចិត្តគំនិតរបស់គេទៅទៀតពួកព្រះអង្គជាព្រះអម្ចាស់ចឹងហើយជាហេតុដែលព្រះអង្គបានប្រាប់ទៅដល់ពួកសិស្សរបស់ព្រះអង្គឲ្យទៅស្រាយកូនលានៅភូមិខាងមុខគឺភូមិបេតផាសេហើយព្រះអង្គថានឹងមានគេចងសត្វលានៅភូមិខាងមុខផ្លូវប្រសពនៅផ្លូវប្រសពហើយនៅពេលដែលទៅស្រាយបើមានគេសួរថាស្រាយលានេះធ្វើអីប្រាប់ថាព្រះអង្គម្ចាស់ត្រូវការវាគេនឹងបាត់ហើយនៅពេលដែលពួកសិស្សទៅធ្វើទៅក៏ឃើញដូចជាអ្វីដែលព្រះយេស៊ូវបានប្រាប់ការនោះបានសម្រេចព្រោះព្រះអង្គជាព្រះអង្គជ្រាបដឹងទាំងអស់ហើយព្រះអង្គក៏មានសិទ្ធិអំណាចធ្វើអ្វីៗទាំងអស់សូម្បីតែអ្នកដែលស្លាប់ហើយនោះក៏ព្រះអង្គអាចប្រោះឲ្យគេបានជាព្រោះព្រះអង្គជាម្ចាស់ជីវិតដែលបង្កើតជីវិតមនុស្សឲ្យមនុស្សបានមានព្រលឹងរស់ឡើងមនុស្សរស់សពថ្ងៃដោយសារតែព្រះបានប្រទានពរហើយបានរៀបចំច្បាប់តាំងពីដំបូងមកម្ល៉េះថាឲ្យមនុស្សកើតមកដែលព្រះអង្គសូនពីទូលីដីតាំងពីមនុស្សដើមដំបូងគឺអាដាមនោះហើយអាដាមមិនទាន់មានជីវិតទេតែព្រះអង្គផ្លុំខ្យល់ដង្ហើមចូលរួមជាមួយព្រលឹងគេក៏មានជីវិតរស់ឡើងគេមានព្រលឹងហើយរូបមានជីវិតរស់ឡើងអញ្ចឹងព្រះអង្គចង់បង្ហាញថាព្រះអង្គជាម្ចាស់ជីវិតនឹងឯងអញ្ចឹងលោកអ្នកបងប្អូនព្រះគម្ពីរផ្សេងទៀតក៏បានបង្ហាញប្រាប់ដែរថាព្រះអង្គមានអំណាចអាចធ្វើអ្វីៗបានទាំងអស់ដោយព្រោះព្រះអង្គជាព្រះអង្គម្ចាស់លោកអ្នកបងប្អូនហើយព្រះអង្គជាអ្នកដែលបង្កើតអ្វីៗព្រះអង្គជាម្ចាស់ផែនដីនិងឋានសួគ៌មាត់គម្ពីរកូឡូសជំពូក1ខ16ដល់ខ24បានបង្ហាញថាទ្រង់ហើយគឺជាព្រះអង្គម្ចាស់អ្វីៗទាំងអស់បានកើតមកដោយសារព្រះអង្គគ្មានអ្វីណាមួយដែលមិនកើតពីព្រះអង្គទេហើយព្រះអង្គនេះឯងជាព្រះដែលជាសេរសានៃពួកជំនុំព្រះអង្គនេះឯងជាព្រះដែលស្លាប់ដើម្បីអីជួយសង្គ្រោះមនុស្សជាច្រើនហើយព្រះអង្គបានមានបញ្ជូនរស់ឡើងវិញដើម្បីក្លាយជាប្រធានលើទាំងអស់ជាបងច្បងលើទាំងអស់ព្រោះព្រះអង្គបានរស់ឡើងវិញជាទី1ជាគំរូនៃផលផ្លែផលដំបូងនៃជីវិតរបស់មនុស្សទាំងអស់ដើម្បីឲ្យបានរស់ឡើងវិញមនុស្សទាំងអស់ណាដែលបានជឿដល់ព្រះយេស៊ូវជាព្រះអង្គម្ចាស់និងព្រះអង្គសង្គ្រោះដែលសគត់ជំនួសបាបគេតែ3ថ្ងៃរស់ឡើងវិញលោកអ្នកបងប្អូននៅថ្ងៃនេះតើលោកអ្នកបងប្អូនបានទទួលស្គាល់ថាព្រះយេស៊ូវនេះឯងបានធ្វើកិច្ចការទាំងអស់នេះគឺជាកិច្ចការដែលមនុស្សលោកមិនអាចធ្វើបានជាកិច្ចការដែលមានតែព្រះជាម្ចាស់
ដែលមកពីឋានសួគ៌ទេដែលអាចធ្វើកិច្ចការទាំងអស់នេះដោយព្រះអង្គធ្វើដោយគ្មានដែនកំណត់ដែលអាចកំណត់ព្រះអង្គសូម្បីតែអរិយសូម្បីតែធម្មជាតិសូម្បីតែជីវិតក៏មិនអាចកំណត់ព្រះអង្គអាចធ្វើកិច្ចការទាំងអស់បានរហូតដល់ពេលមួយព្រះអង្គបានសម្រាប់ធ្វើតាមផែនការរបស់ព្រះដែលមកពីឋានសួគ៌នោះឯងគឺសុគតជំនុំបាបមនុស្សតែ3ថ្ងៃទ្រង់មានបញ្ជួនរស់ឡើងវិញឈ្នះលើបាបនិងសក្តិស្លាប់ដើម្បីសង្គ្រោះមនុស្សយើងដែលតែងតែស្លាប់ដើម្បីថ្ងៃមួយព្រះអង្គនឹងប្រទាននូវជីវិតរស់អស់កលជានិច្ចដូច្នេះសូមឲ្យយើងបានពឹងអានអំណាចរបស់ព្រះយេស៊ូវគ្រីស្ទដែលទ្រង់ជាព្រះអង្គម្ចាស់ដ៏ជាព្រះនោះឯងនៅពេលដែលយើងជួបបញ្ហាអ្វីមិនថាជំងឺដំកាត់មិនថាបញ្ហារឿងរ៉ាវណាមួយនៅក្នុងជីវិតដែលយើងបានជួបប្រទះជាពិសេសគឺបញ្ហានៃអំពើបាបអំពើស្មោកគ្រោកអំពើអបាយមុខអំពើលីលាអាវ៉ាសែអំពើខូខើអំពើមិនដឹងខុសត្រូវសូមមកឯព្រះអង្គសូម្បីតែអស់លោកបងប្អូនណាម្នាក់អស់សង្ឃឹមនៅក្នុងជីវិតដោយព្រោះរឿងអ្វីក៏ដោយឬដោយព្រោះស្នេហាក៏ដោយសូមមកព្រះយេស៊ូវកុំដូចជាបទចម្រៀងមួយបានច្រៀងថាអស់សង្ឃឹមហើយខ្ញុំនៅក្នុងជាតិនេះកុំឲ្យដូចបទចម្រៀងនេះអស់សង្ឃឹមហើយនៅរូបខ្ញុំនៅក្នុងជីវិតនេះលោកអ្នកបងប្អូនសូមមកពឹងអានដល់ព្រះយេស៊ូវព្រោះព្រះអង្គមានអំណាចដែលអាចជួយលោកអ្នកបានសូម្បីតែអំពើបាបដែលនាំលោកអ្នកបងប្អូនទៅរកសេចក្តីស្លាប់បើស្លាប់ដោយព្រោះបាបខាងអសច្ឆាម្ដងតែព្រះអង្គនឹងប្រទាននូវជីវិតអស់កលជានិច្ចបន្ទាប់ពីយើងបានស្លាប់ទៅគឺឲ្យយើងទៅរស់នៅឯនគរឋានសួគ៌សូមព្រះយេស៊ូវបានប្រទានពរអាមែន